លោកម៉ោញសៀងប៉តំណាងរបស់លោកជំទាវហ៊ុនធឿននិងឯកឧត្តមសៀងប៊ុនលៀងបាទហើយចង់ដឹងព័ត៌មាននេះកាន់តែច្បាស់ក៏ដូចជាចង់ដឹងពីសកម្មភាពនៅក្នុងការជួបតជាមួយប្រជាពលរដ្ឋសូមទស្សនាទស្សនវិជ្ជាទាំងស្រុងដូចតទៅប្រជាពលរដ្ឋក្រីក្រនិងមន្ត្រីចូលនិវត្តន៍ជាច្រើនគ្រួសារមកទទួលអំណោយដូចជាថវិកានិងគ្រឿងបរិភោគនៅក្នុងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី11ខែមិថុនាឆ្នាំ2023នៅវេលាម៉ោង 8:30 នាទីប្រជាពលរដ្ឋក្រីក្រនិងមន្ត្រីចូលនិវត្តន៍ជាច្រើនគ្រួសារខាងលើបានមកទទួលអំណោយសប្បុរសធម៌នៅក្នុងស្នងការដ្ឋាននគរបាលខេត្ត